ព័ត៌មាននៃការផ្លាស់ប្តូរតំបន់ការងារបងប្អូនដែលមានអាសយដ្ឋាននៅតំបន់ភូសាន់051 កៀងណាំ055 អ៊ុលសាន់052គឺអាចធ្វើការផ្លាស់ប្តូរទៅតំបន់ទាំង3នេះបានចំពោះបងប្អូនដែលនៅតំបន់ថេគូ053 កៀងបុក054 ខាងវ៉ុន033បងប្អូនអាចធ្វើការផ្លាស់ប្តូរបានតែនៅក្នុង3តំបន់នេះទេចំពោះបងប្អូនដែលនៅតំបន់ខ្វាងជូបាទខ្វាងជូធំ062ឆនណាំ061ឆនបុក063ឆេជូឬក៏ឆេជូ064បងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅចំនួន4តំបន់នេះទៅវិញទៅមកបានហើយចំពោះបងប្អូនដែលនៅតំបន់ថេចុន042ឈុងណាំ041ឈុងបុក043សេជុង044បងប្អូនអាចធ្វើការផ្លាស់ប្ដូរបានតែនៅក្នុងតំបន់ទាំង4នេះតែប៉ុណ្ណោះបាទហើយចំពោះបងប្អូនដែលនៅក្នុងតំបន់រាជធានីដែលនៅសូអ៊ូល02កៀងគី031អ៊ីនឆុន032នៅក្នុងតំបន់រាជធានីនេះគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅតំបន់ទាំង3នេះបានហើយនឹងមានលក្ខខណ្ឌពិសេសមួយទៀតគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅតំបន់ផ្សេងតាមចិត្តបងប្អូនបានក៏ប៉ុន្តែគឺមានលក្ខខណ្ឌនៃការបើសិនជាករណីបងប្អូនផ្លាស់ប្ដូរចេញពីតំបន់រាជធានីទាំង3នេះហើយគឺបងប្អូនមិនអាចត្រឡប់ចូលនៅក្នុងតំបន់ទាំង3នេះវិញបានទេអានេះគឺបងប្អូនត្រូវតែចំណាំបងប្អូនណាបាទអញ្ចឹងចំពោះបងប្អូនដែលអញ្ជើញមកបាទប្រទេសកូរ៉េបាទក្រោយពេលដែលច្បាប់គេបានកំណត់នៃការផ្លាស់ប្ដូរតំបន់គឺបងប្អូនត្រូវតែបាទមើលទៅតាមលក្ខខណ្ឌនៃការផ្លាស់ប្ដូរតំបន់ការងារអញ្ចឹងថាតើយើងអាចធ្វើការដូរទៅតំបន់ណាបានខ្លះមិនមែនថាយើងចង់ទៅណាបានតាមចិត្តយើងទេដោយសារតែច្បាប់នៃការផ្លាស់ប្ដូរតំបន់គឺគេបានកំណត់ច្បាស់លាស់អញ្ចឹងបងប្អូនណាបាទអូខេបាទអរគុណច្រើនណាបាទហើយចំពោះបងប្អូនចង់សិក្សាណាបាទថ្នាក់ភាសាកូរ៉េកម្រិត1អាចឆាតតាក់ទងមកបានបាទឥឡូវគឺមានបើកថ្នាក់ថ្មីអញ្ចឹងបងប្អូនណាបាទដោយសារអញ្ចឹងបងប្អូនយើងនៅក្នុងប្រទេសកូរ៉េគឺយើងបាទជាតិពេលក្នុងការសិក្សាបានច្រើនដោយសារតែពេលយើងបដូរការងារពេលយើងទៅបាទតើកែគឺគាត់សម្ភាសសួរយើងថាយើងចេះភាសាកូរ៉េដែរទេបើសិនយើងចេះបានខ្លះគឺងាយស្រួលក្នុងការស្វែងរកការងារផងដែរបាទសូមអរគុណច្រើនបងប្អូនណាបាទ감사합니다